កាលពីព្រេងនាយមានកុមារម្នាក់នៅជាមួយម្ដាយចិញ្ចឹមជ្រូកកមៀវមួយដល់ជ្រូកនោះធំឡើងក្មេងនោះចង់ស៊ីសាច់ជ្រូកក៏និយាយនឹងម្ដាយថាម៉ែខ្ញុំចង់ហូបសាច់ជ្រូកម៉ែឲ្យខ្ញុំកាប់ជ្រូកនេះស៊ីផឹកស្រាទៅម្ដាយខាត់ថាកុំឯងស៊ីអ្វីក៏ច្រើនម្លេះទុកវានឹងលក់យកប្រាក់ចាយកូនឮម្ដាយខាត់ដូច្នោះក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូករាល់ថ្ងៃពុំមានភ្លេចមានកាលថ្ងៃមួយកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្ដាយថាល្បិតទេវតាប្រាប់ខ្ញុំថាមានមាសច្រើនណាស់ម៉ែជូនទៅយកម្ដាយឮកូននិយាយប្រាប់ដូច្នោះសួរថាមាសប្រាក់នៅឯណាកូនឆ្លើយថាម៉ែទៅនឹងចុះបើខ្ញុំបង្គាប់ដូចម្ដេចម៉ែធ្វើតាមខ្ញុំកូនយកកញ្ចើមនាំម្ដាយដើរទៅព្រៃឆ្ងាយអំពីស្រុកហើយកូនក៏យកកញ្ចៅស្ទុះទៅគ្របដីប្រឹងសង្កត់ហើយប្រាប់ម្ដាយថាម៉ែជួយសង្កត់ផងមាសប្រាក់ក្នុងដីនេះច្រើនណាស់ម៉ែសង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅរកចបជីកយកមាសប្រាក់ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលេងបើម៉ែឯងលេងមាសប្រាក់នឹងបាត់បង់អស់ឯម្ដាយឮកូនថាដូច្នោះក៏សង្កត់កញ្ចៅនោះចាំកូនត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចំអិនជាអាហារបបួលអស់បងប្អូនចិត្តខាងមកស៊ីផឹកស្រាលេងសប្បាយម្ដាយតឹងចាំកូននៅឯព្រៃពុំឃើញមកឃ្លានបាយអស់កម្លាំងរយដៃរយជើងរបូតចេញពីកញ្ចើមើលក្នុងកញ្ចើពុំមានអ្វីសោះលុះម្ដាយដឹងថាកូនបែងចោតហើយក៏ត្រឡប់ទៅផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូចនេះខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនថាដបិតកូននេះខូចណាស់ទុកចិញ្ចឹមមិនបានទេត្រូវឯងច្រកការុងយកវាទៅទម្លាក់ក្នុងទឹកសម្លាប់ទៅប្អូនឮដូច្នោះក៏សួរថាដំណើរដូចម្ដេចបានជាឲ្យយកកូនទៅច្រកការុងទៅចោលក្នុងទឹកសម្លាប់ទៅបងនិយាយប្រាប់ប្អូនតាមដំណើរសពគ្រប់ថាវាចេះបញ្ឆោតឲ្យអញទៅក្នុងព្រៃថាទៅយកមាសប្រាក់ហើយវាឲ្យអញចាំក្នុងព្រៃត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែដាច់ពុះឯវាមកកាប់ជ្រូកផឹកស្រាជ្រូកអញតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទេតើប្អូននោះក៏ទៅចាប់អាកុហកស៊ីច្រកក្នុងការុងធំចងមាត់ការុងជាប់ល្អលើកលីយកទៅចោលក្នុងទឹកទន្លេលុះដល់មាត់ទន្លេអាកុហកស៊ីនិយាយនឹងមីវាថាលោកមីអាណិតមកជាស្លាប់ហើយបើដូច្នោះហើយលោកមីអាណិតទៅយកក្បួនកុហកឲ្យខ្ញុំបន្តិចដល់បាត់ស្លាប់ទៅនៅឋានខ្មោចបើគ្មានក្បួនកុហកខ្មោចរកស៊ីពុំបាននោះនឹងដាច់ពុះស្លាប់ឯមីឮក្មួយអង្វរដូច្នោះក៏សួរទៅក្មួយថាក្បួនកុហកឯងទុកនៅទីណាក្មួយប្រាប់ទៅមីថាខ្ញុំដាក់នៅលើធ្នឹមមីក៏ដាក់អាកុហកស៊ីនៅកំពង់តុកហើយត្រឡប់ទៅយកក្បួនភោអាកុហកស៊ីវិញកាលនោះមានមនុស្សកើតខ្លួនម្នាក់ដើរមកចិត្តអាកុហកស៊ីក៏ធ្វើជានិយាយអញមកតោមខ្លួនក្នុងការុងនេះយូរហើយមិនដឹងជាហើយឬនៅប៉ុន្តែស្ទាបមើលហាក់ដូចសះជាហើយមនុស្សខ្លួនឮអាកុហកស៊ីថាតោមខ្លួនក្នុងការុងដូច្នោះដោយខ្លួនកើតខ្លួនក៏សួរថាតោមខ្លួនក្នុងការុងនេះបានជាឬអាកុហកស៊ីប្រាប់ថាដបិតខ្ញុំកើតខ្លួនគេឲ្យមកតោមក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅទេអាណិតស្រាយខ្ញុំបន្តិចមនុស្សខ្លួនក៏ស្រាយការុងឲ្យអាកុហកស៊ីចេញមកអាកុហកស៊ីចេញពីការុងចេញមកមើលហើយប្រាប់ថាជាខ្លួនហើយអាកំឡុងឮអាកុហកស៊ីថាតោមខ្លួនក្នុងការុងដូច្នោះក៏និយាយថាឲ្យខ្ញុំតោមខ្លួនផងអាកុហកស៊ីឮដូច្នោះអណាស់គិតថាអញអស់ស្លាប់ហើយបានអាកំឡុងស្លាប់ជួសអាកុហកស៊ីប្រាប់អាកំឡុងថាបើឯងចង់ជាខ្លួនឆាប់ត្រូវកាន់ត្រណមឲ្យជាប់កុំនិយាយស្ដីនឹងអ្នកណាឲ្យសោះបើនរណាមកសួរក្ដីមកជេរវាយដូចម្ដេចក្ដីត្រូវកុំនិយាយស្ដីត្រូវកាន់ត្រណមឲ្យខ្ចាប់ទើបបានជាឆាប់អាកំឡុងឮអាកុហកស៊ីថាដូច្នោះក៏ទទួលចាំហើយចូលទៅក្នុងការុងអាកុហកស៊ីចងមាត់ការុងជាប់ហើយរត់បាត់ទៅមាននោះមករកតម្រាឲ្យអាកុហកស៊ីពុំឃើញ
ដឹងថាអាកុហកស៊ីបញ្ឆោតខ្លួនខឹងណាស់ក៏គិតក្នុងចិត្តថាបើអញទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ទៅហើយខំដើរទៅដល់ហើយក៏ស្ទុះចូលទៅដាល់វាយអាកំឡុងដោយស្មានថាអាកុហកស៊ីអាកំឡុងខំអត់ព្រោះចង់ជាខ្លួនលុះវាយធាក់អស់ចិត្តហើយក៏លើកការុងបោះទៅក្នុងទឹកឲ្យស្លាប់ទៅអាកុហកស៊ីរត់រួចអាពីនោះទៅជួបនឹងមនុស្សកុហកម្នាក់ចេះកុហកដូចគ្នាកំពុងតែមួយទឹកអាកុហកស៊ីនោះឃើញអាកុហកស៊ីដើរពីចម្ងាយក៏វាធ្វើជាមួយទឹកយូរបន្តិចទើបងើបឡើងហើយលើកកាសឡើងថាអញមួយទឹកទៅខាងក្រោមមានគេលេងបៀអញលេងឈ្នះបានកាសប្រាក់ច្រើនប៉ុន្តែយកមិនរួចបានតែមួយត្រណោតមកអាកុហកស៊ីឮដូច្នោះក៏ជឿគិតស្មានថាមែនហើយក៏ផ្លាស់សម្ពុតលោតទៅក្នុងទឹកខំមុជទៅទង្គិចក្បាលនឹងគល់ឈើបែកឈាមដឹងខ្លួនថាគេជាមនុស្សកុហកក៏នឹកក្នុងចិត្តឃើញឧបាយកលកុហកវិញហើយងើបឡើងនិយាយទៅអាដែលបញ្ឆោតនោះថាអ្នកអើយខ្ញុំមុជទឹកទៅតាមពាក្យអ្នកអំបញ្ញមិញបានឃើញគេលេងបៀបាធូកំតាត់ច្រើនណាស់ហើយទៅលេងឈ្នះគេបានប្រាក់កាសច្រើនខ្ញុំទាពីគេថាឲ្យយកពីឯងនោះខ្ញុំមិនព្រមខ្ញុំចេះតែទាគេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាលហើយគេថាឲ្យខ្ញុំមកយកពីអ្នកឯងបើអ្នកឯងមិនជឿមើលក្បាលខ្ញុំដែលបែកនេះចុះអាកុហកនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាចេះកុហកទល់កុហកមិនចាញ់ខ្លួនក៏ស្រ័យកាសចែកគ្នាពាក់កណ្ដាលហើយសុំគ្នាជាបងប្អូនរកស៊ីកុហកគេតាំងអំពីនោះតទៅ